3គឺការធ្វើវិសោធនកម្មនៅក្នុងឆ្នាំ2001ក្នុងនីតិកាលទី2នៃរដ្ឋសភាដោយក្នុងនោះបានធ្វើវិសោធនកម្មចំនួន2មាត្រាគឺមាត្រា19និងមាត្រា29នៃរដ្ឋធម្មនុញ្ញកម្មវត្ថុនេះពេលនោះគឺមានចំនួន2ជាចម្បងទី1គឺផ្ដល់បរិយាសិទ្ធិថ្វាយព្រះមហាក្សត្រក្នុងការបង្កើតនិងប្រទាននូវគ្រឿងទេសរយុទ្ធជាតិដោយពុំចាំបាច់ត្រូវមានសេចក្តីស្នើសុំពីគណៈរដ្ឋមន្ត្រីនិងទី2គឺការកែសម្រួលនៅកំហុសបច្ចេកទេសត្រង់លេខមាត្រាយោងក្នុងមាត្រា19ពីមាត្រា100ចាស់ទៅមាត្រា119ថ្មីដោយសារការកែលើកទី2នោះមានរំកិលមាត្រាអញ្ចឹងមាត្រា19គាត់យោងទៅមាត្រា100ហើយមាត្រា100នេះបានរំកិលទៅដូរលេខទៅជា119ដូច្នេះមាត្រា19ត្រូវកែឡើងវិញជាកំហុសផ្នែកបច្ចេកទេសគោលបំណងពេលនោះគឺការបំពេញនៅចំណុចខ្វះខាតនៅក្នុងរដ្ឋធម្មនុញ្ញនិងថ្វាយជូនព្រះមហាក្សត្រនៅបរិយាបុព្វសិទ្ធិក្នុងឋានៈជាព្រះប្រមុខរដ្ឋ